ដើរលេងកោះសប្បាយជាមួយនឹងធម្មជាតិសមុទ្រពីថ្ងៃមួយយប់នៅលើកោះអំពិលតើលោហានទៅលេងកន្លែងណាខ្លះនិងធ្វើអ្វីខ្លះជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាដំណើរកម្សាន្តរបស់ឡាហានចេញពីក្រុងភ្នំពេញឆ្ពោះទៅកោះអំពិលខេត្តកោះកុងហើយយើងបានធ្វើដំណើរតាមផ្លូវលឿនដែលយើងចុះត្រឹមកំពង់សិលាដើម្បីឆ្លងកាត់ផ្លូវជាតិលេខ4ពោះទៅខេត្តកោះកុងធ្វើដំណើរបណ្ដើរហូបនំប៉័ងបណ្ដើរហើយនេះគឺជានំប៉័ងរបស់លោហានញ៉ាំពេលញ៉ាំនំប៉័ងរួចក៏មានអ្នកគេងលក់យ៉ាងស្រួលហើយយើងក៏បន្តដំណើររហូតដល់ផែកោះស្ដាច់ហើយនេះគឺជាឧបករណ៍ដែលគេមកទទួលយើងដើម្បីឆ្លងទៅកោះអំពិលអូជីវិតពុំមានហើយអូភ័យឡើយភ័យជីវិតឡើងសក់គ្រូមកជួយគ្នាឡើងមកហើយគោដៅថាដឹងមកកោះហើយបន្ទាប់ពីចរចាគ្នារួចយើងក៏បានធ្វើដំណើរបន្តទៀតតាមផ្លូវទឹកហើយអ្នកបើកបរគ្មានប្រណីទេបើកនោះបើកលឿនឡើងជ្រុះសក់លោហានអស់ហើយលឿននោះលឿនហើយឥឡូវនេះយើងបានមកដល់លើកោះអំពិលហើយនិយាយពីថាទេសភាពស្អាតកប់សេរីមានទាំងមច្ឆាជាតិនិងទឹកសមុទ្រហើយក៏សូមអរគុណដល់បងប្អូនដែលនៅលើកោះផងដែរគឺបានមកទទួលយ៉ាងរាក់ទាក់តែម្ដងគ្រាន់តែមកដល់លើកោះភ្លាមនិយាយពីថាបងប្អូនរាក់ទាក់យកទឹកមកឲ្យញ៉ាំយូទឹកក្រូចឆ្មានេះនិយាយពីថាជាតិនោះជាតិលោហានដាក់មួយម៉ាត់ទៅនិយាយពីថាឈ្ងុយឆ្ងាញ់ហើយនេះគឺជាទីកន្លែងសម្រាប់យើងសម្រាកផងដែរនិយាយពីថាស្អាតនោះស្អាតមានទាំងអាងទឹកគ្រាន់តែមកដល់អាងទឹកភ្លាមពាក់មីហក់ទៅប្រងហើយគាត់បោះសន្ទូចប្រាវចំណែកឯដីខ្សាច់វិញនិយាយពីថាសឡើងពព្រុសនិយាយពីថាទឹកសមុទ្រវិញឡើងខៀវស្រងាត់ហើយធម្មជាតិវិញឡើងស្រស់ខៀវខ្ចីស៊ីនិងសម្រស់លោហានតែម្ដងសម្រាប់ថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកអីបងប្អូនអាចមកលេងបាននៅលើកោះអំពិលនេះនាំសង្សារនាំគ្រួសារនាំបងប្អូននាំមិត្តភ័ក្តិអីនាំបយនាំស៊ីអីមកលេងអញ្ចឹងណាពេលខ្លះយើងធ្វើការយើងហត់យើង stress អីយើងមកសាក់ថ្មជីវិតនៅលើកោះអីម្ដងអីចឹងទៅចាំខ្ញុំដាក់លេខទូរស័ព្ទដើម្បីទំនាក់ទំនងឲ្យបងប្អូនហើយឥឡូវនេះលោហានបានមកសាក់ថ្មជីវិតហើយនៅលើកោះអំពិលនេះទេសភាពស្អាតកប់សេរីដើរកលឹងកោះជុំវិញកោះមើលទេសភាពពីមួយទៅមួយមកដើរលេងផងមកស្ទូចត្រីផងនិយាយពីថាអែមហ្មងសំខាន់ទូចរាមបាទអីការ៉ូដែររ៉ូទាំងអស់ឆ្លើងបងប្អូនឆ្លើងសមុទ្រនេះបងប្អូននេះអយស្ទើនេះគោះវាមកដាក់ទឹកត្រីកោះកុងមកមឹកពីពីងបងប្អូននេះឃើញមឹកពីពីងនេះរ៉ូបានទៅស្នូគេអត់មានបានមឹកទេឆ្លើងបងប្អូនឆ្លើងអានេះឆ្លើងសមុទ្រណាអូអានេះគេហៅស្អីគេនេះបងប្អូននេះមានសាច់មិនមែនសបអណាបងប្អូនអើយលោហានមានដឹងណាតាមពិតខ្យងហ្នឹងគេហៅថាខ្យងដៃខ្លាសោះលោហានខំតែរើសឲ្យដើរសួរគេទៅគេថាហ្នឹងខ្យងដៃខ្លាគេកំពុងតែអភិរក្សហើយលោហានខំតែរើសនេះក្តាមបងប្អូនចូលថ្មបាត់ពីខ្លាចដៃលោហានហ៎ហើយលោហានកំពុងតែដើររើសសបកខ្យងមើលនិយាយពីថាសបកខ្យងស្អាតខ្ជូតហើយផ្កាថ្មនេះឡើងស្រស់ញញឹមហ្មងមានទាំងពណ៌ប្រផេះមានទាំងពណ៌ខៀវនេះផ្កាថ្មនេះស្អាតមែនតើបងប្អូនដូចចម្រោះកោះអំពិលអញ្ចឹងណែសម្រស់កោះអំពិលនេះសោះស្រស់ស្អាតឡើងខៀវស្ងាត់ហ្មងបន្ទាប់ពីដើររើសគ្រឿងសមុទ្រនិងមើលផ្កាថ្មលើគោកហើយឥឡូវនេះលោហានទៅមើលផ្កាថ្មនៅក្នុងទឹកវិញម្ដងតើវាមានសម្រស់ស្រស់ស្អាតយ៉ាងណាដែរនេះកំពុងតែធ្វើដំណើរទៅហើយបងប្អូនមានស្គាល់កោះនេះអត់កោះនេះគេហៅថាកោះអណ្ដើកមើលទៅដូចអណ្ដើកទេបងប្អូននេះឥឡូវយើងបានមកដល់កន្លែងមើលផ្កាថ្មយាយ៉ាគេនងភៀនលោតប្រងហើយនៅតែលោហានទេនេះលោហានកំពុងតែពាក់វ៉ែនតាហើយតិចទៀតត្រៀមចុះឥឡូវហើយ1 2 3ប្រាវអូហែលខ្វាយនេះកំពុងតែមើលផ្កាថ្មឲ្យបងប្អូនអើយមើលឡើងលេងចង់ឡើងលើគោកគឺស្រស់ស្អាតមែនទែននិយាយថាមើលទៅប្លែកភ្នែកហ្មងហើយឥឡូវនេះយើងក៏បានមកដល់លើផែវិញហើយប្រូតួនេះគេបានត្រីតកែមួយប៉ុណ្ណាណៃលោហានអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាคลิปវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាទ